ស្ដីអ្នកគ្នាវីដេអូនេះខ្ញុំបង្ហាញពីការបង្កើត page នៅក្នុង LD ដែលប្រើប្រាស់ជាមួយនឹង account Facebook ដែលមាន primary នៅអាមេរិកអញ្ចឹងសម្រាប់ account Facebook ដែលមាន primary នៅអាមេរិកមិនមែនទាំងអស់សុទ្ធតែអាចបង្កើត page បានទេវាតាម account ដែរអញ្ចឹងណាអញ្ចឹងខ្ញុំជ្រើសរើសយក account មួយនេះដែលវាអាចបង្កើត page បានចំពោះការបង្កើត page អត់មានពិបាកទេយើងចូល account របស់យើងហើយចូលកន្លែង page create page មកហើយបន្ទាប់មកយើងបំពេញឈ្មោះ page អញ្ចឹងខ្ញុំលើកឧទាហរណ៍ថាខ្ញុំលេង content នេះមួយដែល content ហ្នឹងគឺខ្ញុំយកចេញពី IG អញ្ចឹងសម្រាប់ឈ្មោះយើងចង់ដាក់ឈ្មោះអីក៏បានដែរគ្រាន់ថាបើអាចជាដាក់ឈ្មោះដូចទៅនឹងឈ្មោះម្ចាស់ដើមគេអញ្ចឹងណាអញ្ចឹងយើងយកឈ្មោះអង់គ្លេសណាមួយក៏បានដែរគ្រាន់ថាព្យាយាមកុំដាក់ឈ្មោះដូចម្ចាស់ដើមពេកឬក៏កុំដាក់ឈ្មោះដែលវាទូទៅពេកអញ្ចឹងឈ្មោះទូទៅឧទាហរណ៍ថា funny video viral video អីវារៀងទូទៅអញ្ចឹងបើសិនជាសួរខ្ញុំណែនាំឲ្យដាក់ឈ្មោះជាលក្ខណៈមនុស្សអញ្ចឹងណាហើយឈ្មោះអង់គ្លេសឧទាហរណ៍ថាឈ្មោះ Melisa ឈ្មោះ David Jam អីចឹងទៅអាហ្នឹងតាមប្រភេទ content ដែលអ្នកគ្នារើសដែរប៉ុន្តែជាទូទៅខ្ញុំរើស content ជាលក្ខណៈបុគ្គលអញ្ចឹងខ្ញុំដាក់ឈ្មោះមនុស្សហើយអានេះគ្រាន់តែជាឧទាហរណ៍ឈ្មោះទេអ្នកនរគ្នាដាក់ឈ្មោះដូចខ្ញុំបានបញ្ជាក់ពីដើមអញ្ចឹងព្យាយាមកុំដាក់ដូចម្ចាស់ដើមពេកលើសមួយអក្សរឬក៏ឈ្មោះផ្សេងតែម្ដងទៅក៏បានដែរចំពោះ category យើងដាក់ digital creator ទៅហើយព័ត៌មាន page នេះយើងគួរតែបំពេញខ្លះទៅបំពេញតាមតែអ្នកនរគ្នារើសអញ្ចឹងណាចង់ដាក់copy ចេញពីម្ចាស់ដើមក៏បានឬក៏យើងដាក់ជាព័ត៌មានទូទៅដែលយើងចង់បំពេញខ្លួនឯងក៏បានដែរហើយបន្តមកទៀតយើងចុច next ទៅឥឡូវនេះគឺយើងបាន page មួយហើយបន្ទាប់ពីយើងបាន page មួយហើយជាទូទៅគឺខ្ញុំតែងតែដាក់ profile ឲ្យ page នឹងអញ្ចឹងណាហើយចំពោះការដាក់ profile ឲ្យ page ហ្នឹងយើងយករូបពី content ដែលយើងយកមកលេងហ្នឹងប៉ុន្តែបើសិនជា content ដែលយើងយកមកលេងហ្នឹងជាបុគ្គលដែលល្បីអញ្ចឹងគួរតែកុំដាក់រូបម្ចាស់ដើមដាក់រូបម្ចាស់ដើមដែលខ្ញុំបង្ហាញក្នុងវីដេអូនេះកុំដាក់បើសិនបើគេល្បីខ្លាំងយើងអាចយករូបចេញពី thumbnail វីដេអូក៏បានដែរឬក៏យើងកាត់ចេញពីវីដេអូណាមួយនៅក្នុង content ដែលយើងរើសហ្នឹងក៏បានដែរគ្រាន់ថានេះខ្ញុំបង្ហាញជាឧទាហរណ៍ទេអញ្ចឹងនៅពេលដែលយើងមានរូប profile ហើយយើងយកទៅដាក់នៅ part LD ដែលយើងកំពុងតែឈរហ្នឹងបន្ទាប់ពីយើងដាក់ហើយយើងចូលកន្លែងចុចលើ profile page របស់យើងមកហើយយើងចុច upload ជាមួយនឹងរូបភាពដែលយើងបានដាក់នៅក្នុង LD ហ្នឹងអញ្ចឹងណាអញ្ចឹងយើង upload រូប profile page របស់យើងទៅចាំមកសទុះទៅគឺ page របស់យើងហ្នឹងគឺមានជាមួយនឹងរូប profile ហើយអញ្ចឹងនេះគឺជា page ដែលយើងបង្កើតថ្មីជាមួយនឹងការរៀបចំរូប profile ក៏ដូចជាព័ត៌មានទូទៅដែលយើងដាក់អញ្ចឹងណាប៉ុន្តែសម្រាប់ការរៀបចំ page វាអាស្រ័យលើអ្នកនរគ្នាទេតាមវិធីសាស្ត្ររៀងៗខ្លួនអញ្ចឹងណាអរគុណបាយបាយ